គឺជាជំហានដំបូងដ៏សំខាន់ខ្លាសំខាន់ត្រូវបានគណនាចម្ងាយនិងល្បឿនរបស់វានឹងសត្វរំពីប្រសិនបើវាចាប់ដើមឆ្ងាយពេកវានឹងអស់កម្លាំងមុនពេលចាប់បានសត្វរំពីប្រសិនបើវាចាប់ផ្ដើមជិតពេកសត្វរំពីអាចនឹងដឹកខ្លួនទាន់ពេលនិងរត់គេចខ្លួនល្បឿនអតិបរមាខ្លារខិនគឺជាសត្វដែលលឿនបំផុតនៅលើពិភពលោកល្បឿនលឿនបំផុតរបស់វាអាចរក្សាបានត្រឹមប្រហែល30វិនាទីប៉ុណ្ណោះនេះមានន័យថាវាត្រូវតែបញ្ចប់ការបរបាញ់ក្នុងរយៈពេលដ៏ខ្លីបំផុតដើម្បីទទួលបានភាពជោគជ័យខ្លារខិនត្រូវទៅឲ្យចិត្តសត្វរំពាក្នុងចម្ងាយប្រហែល30ម៉ែត្រដោយមិនឲ្យសត្វរំពាដឹងខ្លួននេះគឺជាចម្ងាយដែលអាចចាប់ផ្ដើមការរត់ល្បឿនលឿនបំផុតរបស់វានិងមានឱកាសខ្ពស់បំផុតក្នុងការតាមចាប់សត្វរំពាខ្លារខិនបានជ្រើសរើសយកកូនសត្វ Vedipes ដែលតូចនិងងាយស្រួលបំផុតក្នុងការចាប់កូនសត្វទាំងនេះរត់ជឿនជាងនិងមិនសូវមានបទពិសោធន៍ក្នុងការរត់គេចខ្លួននៅពេលដែលខ្លារខិនចាប់ដើមរត់ម្ដាយសត្វ Vedipes បានព្យាយាមរារាំងផ្លូវរបស់ខ្លារខិននេះគឺជាវិធីការពាររបស់ម្ដាយដែលព្យាយាមជួយកូនរបស់វាឲ្យគេចផុតពីខ្លួនទោះបីជាម្ដាយសត្វ Vedipes ព្យាយាមរារាំង